សូមជម្រាបសួរនិងសូមស្វាគមន៍ប្រិយមិត្តអ្នកតាមដានកម្រងវីដេអូនេះទាំងអស់គ្នាសំណង់អគារស្ថាបត្យកម្មបុរាណដែលមានអាយុកាលជាង111ឆ្នាំមួយដែលស្ថិតនៅក្នុងខេត្តតាកែវនៅភាគខាងត្បូងនៃប្រជាណាចក្រកម្ពុជាអគារនេះបច្ចុប្បន្នស្ថិតនៅក្នុងភូមិខ្សឹងសង្កាត់រកាក្នុងក្រុងដុំកែវខេត្តតាកែវដែលមានចម្ងាយ74គីឡូម៉ែត្រពីរាជធានីភ្នំពេញនៅដើមសតវត្សទី19នៅពេលដែលប្រទេសកម្ពុជាស្ថិតក្រោមសម័យអាណានិគមបារាំងធ្វើឲ្យស្នាដៃស្ថាបត្យកម្មមួយចំនួននៅក្នុងសម័យនោះមានដូចជាសំណង់លំនៅឋាននិងសំណង់សាសនាត្រូវបានរងក្រោមឥទ្ធិពលនៃរចនាបថស្ថាបត្យកម្មអឺរ៉ុបដែលបច្ចុប្បន្នគេបានស្គាល់ថាជាស្ថាបត្យកម្មសំណង់អាណានិគមហើយអគារដែលក្រុមពួកខ្ញុំបានលើកយកមកសិក្សានេះក៏ជាអគារស្ថិតនៅក្នុងចំណោមអគារសម័យនោះផងដែរទោះបីខ្លួនមានអាយុកាលជាច្រើនឆ្នាំក៏ដោយប៉ុន្តែសំណង់នេះនៅតែខំប្រឹងឈរយ៉ាងម៉ឺងម៉ងបង្ហាញពីភាពអស្ចារ្យដែលធ្វើឲ្យអ្នកសិក្សាដូចជាពួកខ្ញុំត្រូវតែសិក្សាខានពុំបានការដាំឡើយទីតាំងនៃបរិវេណនៃសំណង់បុរាណមួយនេះជាទីតាំងរបស់សន្តាគារចាស់ដែលគេហៅតគ្នាថាសន្តាគារចាស់ក្រុងដូនកែវប៉ុន្តែសប្តាហ៍ថ្ងៃនេះយើងនៅតែឃើញមានការបាក់បែកបន្តិចបន្តួចនិងការរៀបចំតុបតែងជាថ្មីដោយលោកអភិបាលខេត្តដូច្នេះធ្វើឲ្យសំណង់អគារចាស់មួយនេះប្រែប្រួលរូបរាងតិចតួចប៉ុណ្ណោះដែលអាចយកធ្វើជាភស្តុតាងគឺជាអគារបុរាណមួយដែលសង់រូបរាងនិងទ្រង់ទ្រាយតួអគារទាំងមូលលើកលែងតែដំបូលត្រូវបានគេរុះរើនិងរៀបចំដំបូលជាថ្មីរួចជាស្រេចអគារស្ថាបត្យកម្មមួយនេះមានច្រកចូលក្រោមទ្វារធំចំនួន2នៅទិសខាងជើងនិងនៅទិសខាងលិចបើយើងធ្វើដំណើរចូលទៅតាមច្រកទ្វារទិសខាងជើងប្រហែល50ម៉ែត្រយើងសង្កេតឃើញខាងស្ដាំដៃមានតួខ្ទមអ្នកតាមួយនៅចំពីមុខតួអគារពេលយើងបន្តដំណើរទៅដល់ចំពីមុខនៃតួអគារយើងនឹងសង្កេតឃើញមានខឿនសណ្ដាលម្អដោយរចនាបថត្របកឈូកនៅលើកូនកន្លឹងបង្កាន់ដៃដែលជារចនាបថបែបខ្មែរនិងមានផ្ទាំងថ្មរៀបជាជួរលើផ្ទាំងនៃខឿនចន្ទារីឯបង្កាន់ដៃចន្ទាផ្នែកខាងមុខមានរាងកោងដែលទទួលរងពីស្ថាបត្យកម្មអឺរ៉ុបដែលឃើញមានរាល់សំណង់អាណានិគមជាច្រើនដែលមាននៅប្រទេសកម្ពុជានៅពេលយើងធ្វើដំណើរចូលទៅក្នុងតួអគារក្រុមរបស់ពួកខ្ញុំបានសង្កេតឃើញនិងស្វែងយល់ថាអគារចាស់មួយនេះសាងសង់ដោយមិនប្រើសសរបេតុងប៉ុន្តែក្នុងការសិក្សារបស់ក្រុមពួកខ្ញុំបានសង្កេតឃើញលក្ខណៈពិសេសមួយរបស់អគារនេះគឺសសររាបពីឥដ្ឋដែលសសរមានទំហំ400 គុណនឹង600មីលីម៉ែត្រចំពោះផ្នែកនៃជាន់ផ្ទាល់ដីមានចន្លាចំនួន6ដែលមានច្រកចូលចំនួន4ដែលនៅផ្នែកខាងមុខនៃអគារមានច្រកចូលចំកណ្ដាលនៃតួអគារនិងផ្នែកចន្លាខាងកើតនៃអគារមានចំនួន1ដែលមានច្រកចូលចំកណ្ដាលនៃតួអគារផងដែរនិងចន្លាផ្នែកខាងត្បូងមានចំនួន2ដែលមានច្រកចូលសងខាងទ្វារជាទ្វារតូចសម្រាប់ជាន់ផ្ទាល់ដីគឺខណ្ឌដោយបន្ទប់ចំនួន2បន្ទប់ទឹកចំនួន3និងបន្ទប់ក្រោមចន្ទាជាបន្ទប់ឃ្លាំងសម្រាប់ដាក់សម្ភារៈជាដើមរីឯចន្ទាមានចំនួន2សម្រាប់ឡើងពីជាន់ផ្ទាល់ដីទៅជាន់ទី1ចំពោះផ្នែកនៃជាន់ទី1ខណ្ឌដោយបន្ទប់ចំនួន2បន្ទប់ទឹកចំនួន3និងមានចន្ទាចំនួន2ដែលអាចឡើងពីជាន់ទី1ដល់ជាន់ទី2ផងដែរចំពោះផ្នែកនៃជាន់ទី2គឺជាជាន់នៃប៉មទាំងពីររបស់អគារនិងគ្រឿងបង្គុំរបស់តួអគារកណ្ដាលដែលធ្វើអំពីឈើចំណែកដំបូលនៃសំណង់ស្ថាបត្យកម្មមួយនេះគឺជាដំបូលប៉ិតដែលមានប្រក់ក្បឿងក្បាច់ខ្មែរសម្រាប់ជម្រាលមុំដំបូលធំនៅចំកណ្ដាលនៃតួអគារមានមុំ25ដឺក្រេនិងជម្រាលមុំរបស់ប៉មធំមានមុំ30ដឺក្រេរីឯជម្រាលមុំនៃដំបូលតូចមានមុំ35ដឺក្រេចំពោះផ្នែកតួនៃអគារប្រើប្រាស់សម្ភារៈបេតុងបង្អួចកញ្ចក់ហើយផ្នែកដំបូលមានគ្រឿងបង្គុំដំបូលដូចជាផ្ទងផ្លានបង្កង់និងដីរណែងក៏ជាគ្រឿងបង្គុំឈើផងដែរប៉ុន្តែបច្ចុប្បន្ននេះអគារនេះត្រូវបានជួសជុលឡើងវិញពីសំណាក់រដ្ឋបាលនៃសាលាខេត្តតាកែវដែលបានផ្លាស់ប្ដូរគ្រឿងបង្គុំដំបូលឈើចាស់ៗចេញនៃផ្នែកមួយចំនួនដែលខូចខាតដោយជំនួសវិញដោយគ្រឿងបង្គុំដែក
ជាបន្តទៅទៀតនេះសូមអញ្ជើញទស្សនាដំណើរការនៃការសាងសង់សំណង់ស្ថាបត្យកម្មមួយនេះតទៅ